បណ្ឌិតម្នាក់គាត់បាននិយាយថាខ្មែរខ្សោយដោយសារការបែកបាក់សាមគ្គីតាមពិតអ្វីគាត់លើកឡើងជាពាក្យត្រឹមត្រូវជារឿងត្រូវក៏ប៉ុន្តែគាត់អត់បានសួរថាមូលហេតុអីបានខ្មែរបែកបាក់សាមគ្គីទេចឹងការបែកបាក់វាមិនដែលនៅសុខសោកបែកបាក់ទេវាមានមូលហេតុរបស់វាតើពួកគាត់បានសិក្សាហើយឬនៅជាប្រវត្តិសាស្ត្រខ្ញុំសូមលើកយករឿងការបែកបាក់ប្រទេសលំពេចាំងនៅពេលដែលព្រះចៅណូរ៉េនសូធ្វើការឈ្លានពានប្រទេសខ្មែរយើងក្នុងអំឡុងឆ្នាំ1588កងទ័ពនៅបាត់ដំបងពោធិ៍សាត់គឺអត់បានច្បាំងទេខ្ញុំអត់ច្បាស់ទេថាតើបានច្បាំងឬក៏អត់ក៏ប៉ុន្តែដកថយមករហូតគេដកថយដោយចេតនាឬក៏ដកថយដោយច្បាំងអត់ឈ្នះយើងអត់ដឹងទេព្រោះវាជាប្រវត្តិសាស្ត្រក៏ប៉ុន្តែវាមានមូលហេតុពីរហ្នឹងឯងរហូតដល់ការឡងប៉ាត់ប្រទេសលោកវិញរយៈពេល3ខែគេក៏ដកទៅវិញទៅតែជាការដកថយដោយល្បិចកលឬក៏នោះទុកមានន័យថាគេគិតថានឹងមិនអាចតទល់បានប៉ុន្តែគេក៏បាញ់ប្រាក់ដួងចូលទៅក្នុងគុំអាស័យហ្នឹងការបាញ់ប្រាក់ដួងចូលទៅក្នុងគុំអាស័យវាជាល្បិចកលរបស់គេវាពិតមែនហើយក៏ប៉ុន្តែអ្នកដែលកាប់ឆ្កាយយកប្រាក់ដួងហ្នឹងតើជានរណាជាមន្ត្រីរាជការពុករលួយដែលធ្វើអីដើម្បីអំណាចផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្លាចការបាត់បង់ប្រទេសជាតិឬក៏ប្រជារាស្ត្រសាមញ្ញតូចតាចបើផ្អែកទៅលើច្បាប់កាលសម័យនោះគឺការដាក់ទោសសាហាវខ្ញុំនិយាយរំត្រឹមតែរឿងទុនទាវណាសម្រាប់អកជូនណាសាហាវអញ្ចឹងប្រជារាស្ត្រប្រហែលជាមិនហ៊ានទេអាចជាមន្ត្រីពុករលួយដែលចង់បានផលប្រយោជន៍ច្រើនជាងប៉ុន្តែបើសិនជាប្រជាជនហ៊ានក៏ដោយសារគ្រោះអត់ឃ្លានដែរគ្រោះទុរភិក្សមានន័យថាពួកគាត់នឹងវាក្រីក្រខ្លាំងវាសឹងទាំងដាច់ពោះងាប់អស់អានឹងវាជាយើងដែលយើងត្រូវពិចារណាត្រឡប់មកសម័យឡើយវិញខ្ញុំមើលវីដេអូឃ្លីបទេមានបងស្រីម្នាក់គាត់ចូលបេះតកូននៅតាមផ្លូវពីបៃលិនពីបាត់ដំបងទៅបៃលិនចឹងហើយមានអ្នកចោះសួរថាបងធ្វើអីថាបេះតកូនលក់មួយថ្ងៃបានប្រហែល1500ហើយយើងសួរ1500រស់មិនខណៈពេលដែលខ្ញុំមើលវីដេអូឃ្លីបដូចគ្នាមានបងប្រុសម្នាក់ហ្នឹងកង់ឡានគាត់4គ្រាប់30ម៉ឺនពេលខូចម្ដងឲ្យអ្នកជំនាញជប៉ុនមក3ថ្ងៃទេ50000មានអង្គញាម្នាក់ទៀតផឹកតែមកពេល$10000ខ្ញុំលឺខ្ញុំថាតិចទៀតលាឆាប់ហើយក៏ចង់ក្អួតស្អប់ខ្ពើមតាអ្នកប្រាប់ទៀតឥឡូវវាលាមានអង្គញាលក់ផ្ទះល្វែងហ្នឹងស្រាមមកដល់$10000ផឹកដើម្បីតែមកក្អួតហើយសួរថាពួកអស់ហ្នឹងនឹងបងស្រីដែលបេះតកួនលក់គាត់អាចសាមគ្គីគ្នាបានដែរបើម្នាក់រោ10ចំនួនមិនបានស្មើគេផឹកមួយពេលផងសាមគ្គីទៅរួចដែរអញ្ចឹងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ចតាមពិតមនុស្សម្នាក់មិនមែនចង់បានតែគេថាភាពខ្ពង់ខ្ពស់ទេអា luxury នេះវាជា illusion ទេវាជាឧបកិច្ចវាជាទស្សនភាពឬក៏ពិភពសិប្បនិមិត្តទេតម្រូវការមូលដ្ឋានត្រូវបែងចែកស្មើតម្រូវការសរីរាង្គការហូបចុកការស្នាក់នៅនិងការធ្វើដំណើរការអប់រំតែបែងចែកនឹងបានសាមគ្គីវាមានអូតូហើយណាស់តែមួយរស់នៅនរកមួយរស់នៅទេវតាទេបើថាជាមនុស្សដូចគ្នាតែមានអ្នកក្រប៉ុន្តែអាចរស់បាននៅអាមេរិកជាបេដាមូលធនប្រទេសគេមានសមភាពសេរីភាពនិងកម្មសិទ្ធិថាអ្នកមានគេឆ្លាតគេមានបញ្ញាគេអាចទទួលបានអញ្ចឹងកុំនិយាយរឿងសាមគ្គីមិននិយាយរឿងមូលធនតែស្រុកអាមេរិកអត់មានអញ្ចឹងណាការបែងចែកផលប្រយោជន៍ដែលពាក់ព័ន្ធទៅនឹងមូលដ្ឋានតម្រូវការរបស់មនុស្សគឺគេបែងបានល្អប៉ុន្តែផ្នែកបណិទ្ធភាពហ្នឹងអានឹងវាទៅតាមសមត្ថភាពទៅចុះអញ្ចឹងអារបៀបបានស៊ីសាច់ស៊ីតែគ្នាឯងបានអាចមកឲ្យគេ
ដោយផ្អែកលើពាក្យសាមគ្គីជាតិអញ្ចឹងការបែកបាក់វាអត់មានអីទេវាមកពីការបែងចែកទ្រព្យសម្បត្តិជាតិហ្នឹងវាមិនបានល្អឬក៏មិនឲ្យគេសោះច្រាស់តែគ្នាឯងអូខេ